次拿这一次比赛的冠军，真的太痛了。已经刚刚有看到超过3名球员来推挤裁判，今天其实裁判不会រំលឹករឿងឈឺចាប់របស់ភ្នំពេញក្រោនក្នុងពានអន្តរជាតិដែលប្រកាន់រាជស្វាយរៀងកំពុងត្រៀមខ្លួនដោយដែលដឹងហើយថាប្រកាន់រាជស្វាយរៀងកំពុងតែត្រៀមខ្លួនក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ AFC Challenge League ដែលនេះគឺជាពានរង្វាន់លំដាប់ទី3ប្រចាំទ្វីបអាស៊ីយ៉ាងណាមិញនៅពេលដែលឮពានរង្វាន់មួយនេះធ្វើឲ្យយើងនឹកឃើញទៅដល់ភ្នំពេញក្រោនដែលពួកគេធ្លាប់បានធ្វើល្អដូចនេះដែរកាលពីឆ្នាំ2011ពេលនោះពួកគេបានឡើងដល់វគ្គផ្ដាច់ព្រាត់សម្រាប់ពានរង្វាន់លំដាប់ទី3មួយនេះតែមានឈ្មោះថា AFC President Cup កាលពីឆ្នាំ2011ភ្នំពេញក្រោនបានប្រកួតវគ្គជម្រុះបានត្រឹមលេខ2ក្នុងពូលដែលមាន4ក្រុមចូលរួមហើយការប្រកួតចំនួន3លើកភ្នំពេញក្រោនបានឈ្នះ2និងចាញ់1ប៉ុន្តែនៅតែមានកៅអីទៅជុំចុងក្រោយដែលមានការបែងចែកពូលដូចគ្នាតែមានតែ3ក្រុមហើយបានឈ្នះការប្រកួតទាំង2ក្នុងពូលនោះនាំឲ្យភ្នំពេញក្រោនឡើងដល់វគ្គផ្ដាច់ព្រាត់តែម្ដងនៅវគ្គផ្ដាច់ព្រាត់ភ្នំពេញក្រោនបានរងបរាជ័យលទ្ធផល2-3ក្រោមធ្វើជើងម្ចាស់ផ្ទះ Taiwan Power Company ដែលជាក្រុមរបស់ Chinese Taipei ប៉ុន្តែរឿងដែលមិនអស់ចិត្តនោះគឺនៅចុងម៉ោងដែលភ្នំពេញក្រោនគួរតែទទួលបាល់11ម៉ែត្របែរជាអាញាកដាលមិនផ្ដល់ឲ្យនឹងត្រូវបានគេយល់ថានេះគឺជាភាពលំអៀងមួយសម្រាប់ទៅក្រុមម្ចាស់ផ្ទះហើយបង្កើតរឿងរ៉ាវប៉ះទង្គិចគ្នាជាមួយនឹងអាញាកដាលតែម្ដងចាំមើលនៅថ្ងៃទី10ខាងមុខនេះប្រកាន់រាជស្វាយរៀងអាចសាងស្នាដៃបានដែរឬទេស្របពេលដែលយើងគឺជាម្ចាស់ផ្ទះដែលនេះគឺជាគុណសម្បត្តិមួយផងដែរនាំមកជូនដោយ855 STV ទស្សនាបាល់ទាត់ដោយសេរីកម្រិត HD